ថ្ងៃនេះកែបបោកបងប្អូនថ្ងៃនេះធ្វើកែបបោកហើយនេះសាច់ជ្រូក3ជាន់លាយសាច់កែបខ្ញុំច្រាមហើយខ្ញុំយកទៅកិនថែមទៀតដើម្បីឲ្យម៉ត់ល្អតែឥឡូវហ្នឹងដាក់ប្រេងឆាបន្តិចហើយឆាលីងវាដាក់គ្រឿងខើដាក់ប៊ីចេងស្ករអំបិលអីតាមការចូលចិត្តណាបងប្អូនចង់ដាក់គ្រឿងអីដាក់ទៅឲ្យតែចូលចិត្តចាហើយខ្ញុំអត់បានប្រើសណ្តែកដីទេបងប្អូនចាបងប្អូនត្រូវចូលចិត្តដាក់សណ្តែកដីទៀតក៏បានដែរតែខ្ញុំអត់ទៅចូលចិត្តហើយលីងវាចឹងទៅចាដាក់គ្រឿងក្រៅហើយលីងវាឲ្យស្ងួតចាហើយទៅក៏ដាក់គ្រឿងចូលគ្រឿងបុកហ្នឹងគឺមានខ្ទឹមសខ្ទឹមក្រហមរំដេងអត់ដាក់ខ្ជាយណាចាខ្ទឹមសក្រហមដេងហើយនឹងស្លឹកក្រូចសើចចាហើយល្មៀតអីចឹងណាចាហើយទៅក៏លីងឲ្យវាស្ងួតចាកូរឲ្យស្ងួតចឹងហើយដាក់ខ្ទិះដូងថែមចាខ្ទិះដូងឲ្យវាមានជាតិឈ្ងុយចាដាក់ខ្ទិះដូងចូលខ្ទិះដើមហើយទៅក៏រួយស្លឹកក្រូចសើចថែមហាន់ឆ្មាលដាក់ថែមហើយនឹងម្រះស្លឹកម្រះព្រៅចាស្លឹកម្រះព្រៅដាក់បន្តិចទៅឲ្យឈ្ងុយហើយក៏កូរឲ្យស្ងួតពេលយើងប្រើភ្លើងខ្លាំងទើបវាអត់មានអៀចទឹកវាស្ងួតល្អចាហើយក៏បិទភ្លើងទៅយើងរួយស្លឹកក្រូចសើចស្លឹកអីទៅហើយចាប់ផ្ដើមញាត់កែបដំបូងញាត់បានមួយដែរហើយឥឡូវហ្នឹងនេះញាត់កែបឡើងឈ្ងុយបងប្អូនចាអានេះពេលយើងដាក់ស្លឹកក្រូចសើចថែមហើយស្លឹកម្រះព្រៅហ្នឹងយើងបិទភ្លើងហើយចាំដាក់ចាហើយក្នុងគ្រឿងបុកហ្នឹងក៏មានស្លឹកក្រូចសើចដែរតែអានេះយើងហាន់ដាក់ក្រៅអញ្ចឹងណាហើយកុំភ្លេចដាក់ខ្ទិះដូងថែមនេះរួចរាល់ហើយឥឡូវយកទៅអាំងចាដាក់ភ្លើងចក្រានឲ្យក្តៅសិនហើយដាក់អាំងចាដាក់ខ្ញុំដាក់ឡើង200អាំងលេខនេះឆ្អិនហើយបងប្អូនជាការស្រេចអរគុណ